បាទគ្រប់នឹងជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូខ្ញុំបាទហើយមិនថានៅក្នុង page របស់ខ្ញុំបាទមិនថានៅលើទំព័រ YouTube របស់ខ្ញុំបាទទេបាទហើយបងប្អូនកុំភ្លេចជួយចុច Subscribe ហើយក៏ដូចជាចុច Like Follow page របស់ខ្ញុំបាទអ្នកមួយហើយ Subscribe នៅ Channel YouTube របស់ខ្ញុំបាទអ្នកមួយផងដើម្បីឲ្យខ្ញុំបាទនឹងធ្វើវីដេអូបន្តទៀតចែកជូនពុកម៉ែបងប្អូនបានទស្សនាបាទហើយក្នុងវីដេអូនេះខ្ញុំនឹងលើកយកអំពីរឿងរ៉ាវដែលខ្មែរក្រហមក៏ដូចជាប៉ុល ពតបាទដែលបានមកចូលកាន់កាប់នៅទីក្រុងភ្នំពេញបាទឆ្នាំ1975គឺនៅថ្ងៃទី17មេសាបាទបងប្អូនដែលគាត់ធ្លាប់ឆ្លងកាត់គាត់នឹងដឹងហើយនេះគឺជាចំណេះដឹងមួយសម្រាប់ចែកជូនទៅដល់បងប្អូនសិស្សានុសិស្សថ្នាក់ទី12ត្រៀមប្រឡងហើយក៏ដូចជាចំណេះដឹងដែលតកតងជាមួយនឹងការប្រឡងផ្សេងបាទដែលនឹងចេញបាទហើយបើសិនជាមានកន្លែងណាខុសឆ្គងសូមអធិស្ឋានបាទខ្ញុំនឹងរៀបរាប់ក៏ដូចជាសង្ខេបនៅចំណុចសំខាន់នៃព្រឹត្តិការណ៍ឆ្នាំ1975ដល់ឆ្នាំ1970បាទហើយជាពិសេសខ្ញុំលើកយកនៅព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងរាជធានីភ្នំពេញផ្ទាល់បាទគឺបន្ទាប់ពីខ្មែរក្រហមចូលមកកាន់ទីក្រុងភ្នំពេញឆ្នាំ1970នៅថ្ងៃទី17មេសាពួកគេបានអនុវត្តផែនការដ៏ធំមួយដែលមានគោលបំណងប្រែក្លាយប្រទេសកម្ពុជាទាំងមូលឲ្យទៅជាសង្គមកុម្មុយនីសបាទហើយផែនការទាំងនោះមានចំណុចសំខាន់ដូចខាងក្រោមបាទទី1ផ្លាស់ប្ដូររដ្ឋបាលនិងលុបបំបាត់រដ្ឋបាលចាស់បន្ទាប់ពីកាន់កាប់ទីក្រុងភ្នំពេញខ្មែរក្រហមបានស្ថាបនារដ្ឋាភិបាលថ្មីអាស្រ័យលើអង្គការបកកុម្មុយនីសមុខងាររាជធានីសាលាតុលាការនិងសេវាសាធារណៈទាំងអស់ត្រូវបានបិទចោលពលរដ្ឋត្រូវស្ដាប់បង្គាប់របស់អង្គការតែមួយគត់2ផ្ទេរប្រជាជនចេញពីទីក្រុងខ្មែរក្រហមបានចម្លៀសប្រជាជននៅទីក្រុងភ្នំពេញដោយអះអាងថាអាមេរិកនឹងវាយលុកជាក់ស្ដែងវាជាគំនិតសម្អាតទីក្រុងដើម្បីបំបត្តិសង្គមចាស់និងបង្ខំឲ្យមនុស្សធ្វើជាកសិករប្រជាជនរាប់លាននាក់ត្រូវចាក់ចេញពីទីក្រុងដោយថ្មើរជើងទៅកាន់ជនបទដោយគ្មានអាហារនិងថ្នាំពេទ្យ3បង្កើតសង្គមកសិកម្មខ្មែរក្រហមចង់បង្កើតប្រទេសដែលមានតែកសិកម្មសាមគ្គីប្រជាជនត្រូវរស់នៅដោយបោះបង់សិទ្ធិផ្ទាល់ខ្លួនទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងលុយត្រូវបានលុបចោល4បំផ្លាញវប្បធម៌បញ្ញានិងសាសនាសាលារៀនវិទ្យាល័យសាកលវិទ្យាល័យត្រូវបានបិទទូទាំងប្រទេសបណ្ឌិតគ្រូអ្នកមានមនសិការសិក្សាខ្ពស់ត្រូវបានសម្លាប់ចោលវត្តអារាមនិងសិភៅត្រូវបានបំផ្លាញឬដុតចោល5ការស្ដារសេដ្ឋកិច្ចសំទោស5ផែនការសេដ្ឋកិច្ចខ្មែរក្រហមចង់ឲ្យកម្ពុជាផលិតស្រូវបាន3តោនក្នុង1ហិកតាដើម្បីឆ្ពោះទៅសេរីភាពសេដ្ឋកិច្ចប៉ុន្តែដោយសារតែការគ្មានបទពិសោធន៍និងការបង្ខំប្រជាជនឲ្យធ្វើការដោយគ្មានអាហារគ្រប់គ្រាន់ធ្វើឲ្យមានអ្នកស្លាប់ច្រើនដោយសារតែជំងឺអត់ឃ្លានបាទទាំង5ចំណុចធំដែលខ្ញុំបានលើកនេះគឺជាព្រឹត្តិការណ៍ដែលពួកខ្មែរក្រហមបានធ្វើមកលើប្រជាជនកម្ពុជាហើយជាពិសេសអ្នកដែលចាក់ចេញពីទីក្រុងភ្នំពេញគឺពួកខ្មែរក្រហមហៅថាពួកបដិវត្ត17មេសាអញ្ចឹងអ្នកនៅតាមទីក្រុងភ្នំពេញដែលគាត់បានចម្លៀសទៅនៅតាមបណ្ដាស្រុកបណ្ដាខេត្តមួយចំនួនគឺគាត់បានដឹងហើយជាពិសេសលោកឪពុកអ្នកម្ដាយលោកតាលោកយាយគឺគាត់ឆ្លងកាត់ហើយគាត់នឹងយល់អារម្មណ៍បាទវាគឺជាសោកនាដកម្មមួយដែលបានកើតឡើងមកលើប្រជាជនកម្ពុជាយើងផ្ទាល់បាទហើយនេះគឺជាចំណេះដឹងមួយផ្នែកតូចដែលខ្ញុំបានចែករំលែកបងប្អូនចង់បានចំណេះដឹងបាទដើម្បីទទួលបានចំណេះដឹងផ្សេងបាទក៏ដូចជាព័ត៌មានផ្សេងប្លែកកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំបាទដែលមានឈ្មោះថាអ្នកអានហើយនឹងFacebook Page របស់ខ្ញុំបាទដែលមានឈ្មោះអ្នកអានដូចគ្នា
ខ្ញុំនឹងបង្ហោះវីដេអូនៅទីនោះហើយកុំភ្លេចជួយ subscribe ជួយ follow ជួយ share វីដេអូរបស់ខ្ញុំបានខ្ញុំបានបង្កើតឡើងដើម្បីខ្ញុំបាទមានកម្លាំងចិត្តនៅក្នុងការផលិតវីដេអូបន្តទៀតបាទអរគុណច្រើនជំរាបលា